Ok, số sẽ đây từng họcគ្នាchẳng phải mật coding từng họcគ្នាngày năng nhầm một trong CRP Fake API trong JavaScript tích xâm nhập ở beginner định nhầm mấy chẳng nhưng sẽ trong HTML thầm đa chẳng nói nhầm declare variable môi con URL hay nhầm tất cả vô data chỉ sample data bị JSON placeholder mà thế nhầm tất cả user đọc record này chẳng nhầm cho tới copy link record URL này JSON này mất so nhầm đạn chẳng betul mesti jeng terpra menjeng terpra sera nyum pra asin awet jeng asin function okay asin function fake data jeng tu it's just an example so sorry not smart គឺវងចោចឹងទៅនេះគ្នាហើយខ្ញុំប្រើជា try catch ដែលជា best practice សម្រាប់ developer យើងដែរចឹង try មកបន្តិចគឺខ្ញុំមាន catch សម្រាប់ error ពេលយើង error message ចឹងទៅចឹងនៅក្នុង try catch ហ្នឹងគឺជា best practice សម្រាប់ developer យើងបើអ្នកគ្នាអត់ដាក់កូដអីដែរនឹងតាមតរបៀបអ្នកទាំងគ្នាសរសេរចឹងទៅសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តប្រើមែនទែន try catch ចឹងខ្ញុំដាក់ error ចឹងខ្ញុំធ្វើការ console .error ដើម្បីឲ្យវាបង្ហាញថា error ត្រង់ចំណុចណាអីចឹងទៅអូខេerror fake data អីចឹងទៅបាទហើយបន្តមកទីនេះនៅក្នុង try អញ្ចឹងក្នុង try គឺខ្ញុំត្រូវការ declare con response ដើម្បី respond ទៅលើ data របស់យើងដែលយើងទៅយកពី JSON មិញហ្នឹងអញ្ចឹងខ្ញុំឲ្យវា await ហើយប្រើ fake ដែលជា built-in function របស់ JavaScript ដើម្បី fake data នឹងមកមានរបៀបមួយទៀតដែលប្រើ Axiom ដែរអ្នកទាំងគ្នាបន្តញ៉ាំបានប្រើទេខ្ញុំប្រើ fake នេះសិនដែលជា level basic អញ្ចឹងខ្ញុំត្រូវការ check response okay ឬក៏អត់អញ្ចឹងបើសិនជាអត់ទេខ្ញុំត្រូវការគេត្រូវការ through នៅ error សម្រាប់ show ថាយើង fake បានឬក៏អត់អញ្ចឹងទៅអញ្ចឹងត្រូវការមើល HTTP status error ត្រង់ចំណុចណាមួយឧទាហរណ៍ដូចពេលយើង row user ណាឃើញក៏យើង fake បានអញ្ចឹងទៅយើងឲ្យវា show ជា status code but request ឬក៏4 not found អីចឹងទៅហើយត្រង់នេះដាក់ថា response.status sorry no JSON status ខ្ញុំ voice over ទេទាំងអស់គ្នាដោយសារតែមានសលេងខាន់តិចតួចដែរអញ្ចឹងនៅកន្លែងនេះខ្ញុំត្រូវការ check បើសិនជាវាអត់error ទេយើងត្រូវការបោះជា data នឹងធម្មតាមក data ស្មើនឹង await data ហើយខ្ញុំត្រូវការ response ដើម្បីជា send JSON data មកវិញអញ្ចឹង okay JSON អញ្ចឹងខ្ញុំត្រូវការ console log មើលសិនថាវិធានការនៅយើង fake data នឹងជោគជ័យនៅ okay អញ្ចឹង console log មើលខ្ញុំ open live server តើមកយើង inspect មើលទៅ control shift I តើយើងឃើញថា4 not found យ៉ាងអាចទៅរក user នឹង fake data នឹងបានទេសារខ្ញុំអត់ទាន់បាន call function មួយយើងមកអញ្ចឹងខ្ញុំត្រូវការ call function fake data នឹងសិនអញ្ចឹង refresh មកគឺយើងមកនេះគឺ .record array ជា page array អូខេ so អញ្ចឹងខ្ញុំត្រូវការខ្ញុំចង់បានតែឈ្មោះហើយនឹង email របស់គាត់ទេអញ្ចឹងខ្ញុំត្រូវការ loop នៅ array មួយហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ data របស់យើងនឹងមក for each អញ្ចឹង for each គឺជា loop មួយដែរនៅក្នុង JavaScript ដែលងាយស្រួលមែនទែនអញ្ចឹងខ្ញុំប្រើ for each កន្លែង element គឺឧទាហរណ៍ថា user ចាអូខេអញ្ចឹងខ្ញុំត្រូវការ console log ដែលនៅក្នុង console ដដែលទេតែគ្រាន់តែយើងចាប់យកជា name ហើយនឹង email របស់គាត់មកអញ្ចឹងអូខេ console log no user name អូខេ name តមកស្មើនឹង user dot key name ឈ្មោះគាត់ហ្នឹងដែលជា key ដើម្បីយើង access ទៅយក value នៅក្នុង name ហ្នឹងអូខេឥឡូវយើងបានហើយ value របស់ name អញ្ចឹងបន្តមកទៀតគឺ email ដែលខ្ញុំចង់បាន name និង email ឥឡូវខ្ញុំចង់បាន email មួយទៀត email គឺយើងធ្វើដូចគ្នាហ្នឹងឯងយើង ok user.email ដើម្បី access ទៅរក value របស់ email អូខេនេះគឺ email ដែលរបស់ sample data ហើយនេះគឺជា data ដែលយើង loop បានមកអូខេអញ្ចឹងយើងទទួលបានហើយយើង fake data របស់យើងគឺ success ហើយយើងទទួលបាន name ហើយនិង email ដូចអ្វីដែលយើងចង់បានអូខេសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន